សួស្តីអ្នកនាងចង់យើងត្រឡប់មកជាមួយ episode 4 ឬក៏ 5 ខ្ញុំដូចជាភ្លេចដែរហើយបាទចង់យើងត្រឡប់មកម្ដងទៀតហើយខ្ញុំខានចេញវីដេអូយូរខ្លាំងមែនទែនបាទគឺសារខ្ញុំចង់រវល់រៀនចង់ទៅបាទហើយថ្ងៃហ្នឹងខ្ញុំក៏បានសង់ជាមួយរបស់មួយដែរខ្ញុំបានសន្យាដល់គ្នាតាំងពី episode មួយទៀត episode មុនណាឡើយខ្ញុំបានធ្វើវាហើយខ្ញុំក៏សុំទោសមួយដែលខ្ញុំប្រាប់ទុកជាមុនដែរគឺដឹងថាអាការវីដេអូសង់ផ្ទះហ្នឹងខ្ញុំអត់មានទេណោះនេះបាទចឹងខ្ញុំអត់មានទេណោះនេះបាទដោយសារតែប៉ាត់ខ្ញុំត្រូវ record ទៅណោះនេះបាទប៉ុន្តែគឺដោយសារពីនេះណោះនេះគឺអ្នកនៅចិត្តផ្ទះខ្ញុំគាត់នេះណោះលឺសំឡេងរំខានពេកចឹងបាក់ណោះនេះចឹងសម័យតែខ្ញុំក៏និយាយមួយគ្នាអីហ្នឹងនិយាយលឺផងណោះនេះចឹងគឺទ្រាំណោះនេះទេគឺបាក់ខាងចឹងខ្ញុំក៏សម្រេចចិត្តថាអូខេសង់ផ្ទះហ្មងទៅប៉ុន្តែគឺខ្ញុំអត់បាន record ទេសារអត់លឺលក្ខណៈសំឡេងរំខានខ្លាំងពេកចឹងក៏សម្រេចចិត្តលើកមកថ្ងៃថ្មីនេះក៏វាបាក់សំឡេងបាត់អីមានធម្មតាមកវិញចឹងទៅចឹងថ្ងៃហ្នឹងក៏យកមានអី surprise ណោះនេះបាទហើយដើរទៅមើលបងប្អូននេះបាទតោះចឹងដើរទៅមើលទៅបាទ yes គឺអ្នកនេះឃើញទេវាគឺជាផ្ទះមួយដែលខ្ញុំបានសង់ទៅផ្ទាល់ដៃបាទអត់មានយកពីណាមកពីណីទេសង់ទៅផ្ទាល់ដៃបាទហើយខ្ញុំបានដឹងថាខ្ញុំបានដើររកអីវ៉ាន់អីចឹងទៅក្នុងការសង់ផ្ទះហើយខ្ញុំពិតជាសុំទោសដល់គ្នាខ្លាំងមែនទែនដែលបានអត់បាន record ថតវីដេអូដែលខ្ញុំបានសង់ផ្ទះដោយសារមកពីមានសម្លេងរំខានខ្លាំងពេកដល់នេះបាទប៉ះពាល់ទៅដល់វីដេអូយើងអញ្ចឹងធ្វើឲ្យវីដេអូយើងវាអត់មានគុណភាពល្អអញ្ចឹងទៅបាទអញ្ចឹងយ៉ាចឹងខ្ញុំមើលផ្ទះយើងឥឡូវយើងដើរចូលទៅក្នុងផ្ទះតើមានអីក្នុងហ្នឹងបាទអញ្ចឹងកន្លែងបន្ទប់ក្រោមនេះគឺជាបន្ទប់ដាក់អីវ៉ាន់ឬក៏ basement បាទអញ្ចឹងមាន chest អីក្នុងកន្លែងចង្ក្រាននេះយ៉ាងទៅអីកន្លែងនេះចង្គៀងបាទចង្គៀងពេលយប់វាភ្លឺហើយខ្ញុំកន្លែងនេះខុនតលីពេកក៏សម្រាប់ដាក់នេះ design ទៅបាទហើយកន្លែងនេះវិញអត់មានអីទេមានតែអាពួកឈើនេះទុកដាក់អីវ៉ាន់អញ្ចឹងទៅហើយកន្លែងនេះខ្ញុំប្រហោងអញ្ចឹងមិនមែនទុកទេខ្ញុំដាក់ឲ្យវាពលឺខ្លះណោះនេះបាទយ៉ាពីពីចូលមកទៀតណោះនេះអើយសាំណាសាំវាយតោះតែឥឡូវយើងចេញទៅក្រៅវិញអានោះបន្ទប់ជន់ក្រោមដីបាទចូលឡើងទៅលើបាទនេះគឺជា design ចតាយើងបាទអញ្ចឹងនេះគឺជាមើលហើយបាទទេសភាពបាទជុំវិញមានចង្គៀងមកយ៉ាងទៅឲ្យតែខ្ញុំចូលទៅក្នុងបន្ទប់បាទខ្ញុំដេកបាទអញ្ចឹងនេះគឺជាបន្ទប់ដែលខ្ញុំដេកមានខែ2ហើយខែហ្នឹងមិនមែនមួយណាគេទេបាទគឺដេកតែម្នាក់ឯងទេហើយនេះដោយសារបន្ទប់ហ្នឹងវាតូចខ្ញុំក៏ design ដាក់អានេះស្អីទៅបាទហើយនឹង chest ប៉ុន្តែអត់ទាន់មានអីវ៉ាន់នេះដាក់ទេអញ្ចឹងទឹកក្រៅកន្លែងនេះគឺមានកន្លែងដែលខ្ញុំមើលអីលេងអញ្ចឹងទៅតែកន្លែងនេះវាក្រងមួយបាំងដើមឈើណោះនេះខ្ញុំគាត់ថាខ្ញុំអាចនឹងកាប់ដើមឈើនេះចោលនេះបាទសារវាបាំងយើងមើលអីអត់ឃើញហ្នឹងណោះនេះបាទមើលអត់ឃើញចង់ផ្ទះយើងដូចជាអត់មានអីច្រើនទេណោះនេះបាទហើយផ្ទះយើងគឺខ្ញុំមើលទៅ review ទៅវាធម្មតាខ្លាំងហើយខ្ញុំបាន design ដាក់ស្លឹកឈើចង្គៀងអីចឹងទៅហើយចដាទុកដើរឡើងចេះបាទហើយនេះគឺជាជំវិញផ្ទះបាទធម្មតាខ្លាំងនិយាយទៅផ្ទះនេះគឺអត់មានអីនេះទេបាទអត់មានអីលក្ខណៈថាញ៉ៃញ៉ៃឬក៏បាក់ធ្វើអីអត់ទេជិះទៅបានអ្នកខ្លះគាត់អាចចង់សង់ផ្ទះគាត់អាចសង់បានរៀនសង់បានសារពីផ្ទះនេះវាស្រួលទេដល់នេះបាទស្រួលសង់ទេបាទបាទចង់ផ្ទះនេះវាធម្មតាដែរទេបាទហើយវីដេអូនេះក៏វាដូចជាអត់មានអីបាក់អីដែរនោះនេះហើយឈើនេះគឺខ្ញុំកាប់មកហើយបាទខ្ញុំកាប់ឡើងច្រើនតែដោយសារខ្ញុំសង់ទៅវានៅសល់ហ្នឹងទៅក៏ទុកក្នុងខ្លួនទៅបាន
stick កន្លះដែរអញ្ចឹងទៅបូកមួយនេះទៀតបាទហើយវីដេអូនេះក៏មានតែប៉ុណ្ណឹងទេខ្ញុំអត់សូវវែងហ្មងវីដេអូនេះខ្ញុំគិតថាខ្ញុំអាចនឹងដាក់វាជាវីដេអូដែលតពីវគ្គមុនអេពីសូតមុនណាបាទចង់គឺវីដេអូមួយនេះគឺមានតែប៉ុណ្ណឹងទេបាទគឺមានតែប៉ុណ្ណឹងហើយយកបានផ្ទះថ្មីមួយហើយក៏វីដេអូមួយនេះវាអត់សូវវែងហ្មងតែខ្លីខ្លាំងមែនតើបាទជាវីដេអូតែខ្លីទេហើយខ្ញុំបានសង់ផ្ទះហើយអេពីសូតក្រោយទៀតខ្ញុំអាចនឹងយ៉ាងវែងធ្វើយ៉ាងវែងសារវីដេអូនេះវាអត់សូវមានអីច្រើនទេយ៉ាបានខ្ញុំសម្រេចចិត្តថាបើអត់មានសម្លេងរំខានខ្ញុំ record បាត់ហើយ record ពេលខ្ញុំធ្វើផ្ទះហ្នឹងគឺយ៉ាសប្បាយហើយវែងទៀតនោះនេះបានវីដេអូវែងហើយព្រីនោះនេះក្នុងការសង់ផ្ទះនោះទៀតតែដោយសារមកពីគឺមានសម្លេងរំខានធ្វើឲ្យខ្ញុំអាច record បានទេអត់មានវីដេអូសម្រាប់ឲ្យអ្នកទាំងមើលអញ្ចឹងណាបាទចង់យ៉ាវីដេអូមួយនេះមានតែប៉ុណ្ណឹងតែមើលទៀតកុំភ្លេចជួយ subscribe ហើយនិង like ដាក់សញ្ញារូបកណ្ដឹងឲ្យខ្ញុំមួយដើម្បីលើកទឹកចិត្តខ្ញុំឲ្យធ្វើវីដេអូបន្តទៀតចឹងទៅបាទចឹងបាយបាយអ្នកនេះបាទបាយបាយ